ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះយើងខ្ញុំមានប្រធានបទមួយនិងគតិខ្លះៗសម្រាប់បងប្អូនចំនួនក្រោយចាថ្មីនេះបងប្អូនបានសប្បាយរីករាយជាមួយនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅតាមវត្តអារាមក្តីនៅតាមទីសាធារណៈក្តីនៅតាមតំបន់ទេសចរក្តីដែលបានរៀបចំឡើងនៅតាមខេត្តក្រុងភូមិស្រុកផ្សេងគ្នាធ្វើឲ្យបងប្អូនទាំងអស់គ្នាមានភាពសប្បាយរីករាយនាងខ្ញុំសូមនិយាយចំពោះបងប្អូនយុវជនទាំងអស់គ្នាបងប្អូនបានគន្លឹះអ្វីខ្លះបានអត្ថប្រយោជន៍អ្វីខ្លះពីការចូលឆ្នាំនេះក្រៅអំពីការសប្បាយដែរឬទេបងប្អូនទាំងអស់គ្នាចាប្រសិនណាបងប្អូនអាចក្តាប់ឱកាសនៅក្នុងពិធីបុណ្យចូលឆ្នាំនេះឆ្លៀតពេលនៃការសប្បាយរីករាយបង្កើតជាប្រយោជន៍បងប្អូននឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនទាំងចំណេះដឹងនិងឱកាសនៅក្នុងការរស់នៅនាងខ្ញុំសូមនិយាយអំពីចំណេះដឹងមុនបងប្អូននៅពេលដែលចូលឆ្នាំមកដល់តើបងប្អូនក្រៅអំពីគិតថាត្រៀមខ្លួនទៅដើរលេងនៅឯណាតើបងប្អូនបានគិតទេតើនឹងត្រូវធ្វើអ្វីខ្លះដើម្បីឲ្យដំណើរកម្សាន្តរបស់បងប្អូននឹងអាចមានផលល្អសម្រាប់ដំណើរជីវិតទៅថ្ងៃខាងមុខទៀតហើយបុណ្យចូលឆ្នាំបានផ្ញើសារអ្វីខ្លះសម្រាប់បងប្អូនចា៎បើសិនជាបងប្អូនធ្វើដំណើរកម្សាន្តឧទាហរណ៍ថាទៅចូលរួមពិធីតាំងពិព័រណ៍ឬក៏ទៅចូលរួមពិធីសង្ក្រាន្តខ្ញុំជឿជាក់ថានៅក្នុងពិធីសង្ក្រាន្តបងប្អូនមិនត្រឹមតែបានលេងល្បែងប្រជាប្រិយខ្មែរប៉ុណ្ណោះទេបងប្អូនប្រហែលជាបានឃើញការតាំងបង្ហាញឬក៏ការចែករំលែកនៅព័ត៌មានផ្សេងអំពីក្រុមហ៊ុនស្ថាប័ននានាហើយនៅក្នុងនោះបងប្អូនក៏អាចមើលឃើញពីឱកាសទៅថ្ងៃមុខបើសិនណាបងប្អូនកំពុងស្វែងរកការងារធ្វើប្រហែលជាអាចមានព័ត៌មានជាច្រើនដែលធ្វើឲ្យបងប្អូនអាចទំនាក់ទំនងគេបាននៅលើខិត្តប័ណ្ណផ្សព្វផ្សាយនានាគឺតែងតែមានព័ត៌មានទំនាក់ទំនងទៅកាន់ស្ថាប័នរបស់គេប្រសិនបើបងប្អូនបានប្រមូលយកនៅការផ្សព្វផ្សាយទាំងអស់នោះទុកបងប្អូនអាចធ្វើការទំនាក់ទំនងនៅថ្ងៃណាមួយដែលបងប្អូនចង់ស្វែងរកឱកាសការងារបើសិនជាគេមិននិយាយថាគេរកបុគ្គលិកក៏ដោយក៏បងប្អូននៅតែអាចបន្តភាពក្លាហានខលទៅសួរនាំគេនេះគឺជាផលចំណេញមួយបើសិនជាបងប្អូនណាដែលបានធ្វើហើយគឺនាងខ្ញុំសូមកោតសរសើរពីព្រោះការវ័យរបស់បងប្អូននាងខ្ញុំក៏ធ្វើដូច្នេះដែរចា៎ចំណុចមួយទៀតបងប្អូននៅពេលដែលចូលឆ្នាំហ្នឹងតើបងប្អូនមានបានធ្វើការទំនាក់ទំនងល្អជាមួយនឹងមនុស្សសំខាន់ដែរទេមនុស្សសំខាន់ដែលខ្ញុំនិយាយនេះគឺមិនសំដៅថាជាមនុស្សល្បីឬក៏មនុស្សមិនល្បីនោះទេប៉ុន្តែគឺជាបុគ្គលដែលអាចគិតថាគេនឹងអាចជួយជ្រោមជ្រែងឬក៏ប្អូនទាំងអស់គ្នានឹងអាចធ្វើការទំនាក់ទំនងទៅគេទៅថ្ងៃក្រោយដើម្បីឱកាសការងារឬក៏ឱកាសណាមួយទៅធ្វើការងារស្ម័គ្រចិត្តនៅស្ថាប័នរបស់គេតើបងប្អូនបានគិតធ្វើចំណុចនឹងដែរទេឬក៏គ្រាន់តែជួបហើយក៏បែកគ្នាទៅហើយគ្រាន់តែសប្បាយរីករាយនៅក្នុងពិធីបុណ្យចូលឆ្នាំនោះនេះគឺជាឱកាសមួយចំនួនដែលនាងខ្ញុំលើកឡើងតែប៉ុណ្ណោះមួយទៀតការរៀបចំសង្ក្រាន្តស្ទើរតែពាសពេញផ្ទៃប្រទេសតើបងប្អូនបានឆ្លៀតឱកាសជាចំណែកណាមួយនៅក្នុងការរៀបចំដែរឬទេប្រសិនណាបើបងប្អូនបានជាចំណែកណាមួយនៅក្នុងការរៀបចំបងប្អូននឹងទទួលបានបទពិសោធន៍ការងារហើយក៏បានផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងយុវជនសកម្មដទៃទៀតដែលអាចជាមនុស្សល្អជាមួយនឹងបងប្អូនហើយក៏អាចបង្កើននូវទំនាក់ទំនងល្អថ្ងៃក្រោយពួកគេនឹងក្លាយទៅជាមិត្តភ័ក្តិដែលនាំយើងទៅធ្វើតែកិច្ចការងារល្អជាមួយគ្នាជាពិសេសគឺកិច្ចការងារដែលផ្ដល់អត្ថប្រយោជន៍សម្រាប់ខ្លួនឯងផងសម្រាប់សង្គមជាតិយើងផងចា៎មួយទៀតតើបងប្អូនទាំងអស់គ្នាបានចំណេះដឹងអ្វីខ្លះឧទាហរណ៍ឆ្នាំថ្មីបងប្អូនកើនអាយុមួយឆ្នាំទៀតហើយតើចំនួនតួលេខនៃឆ្នាំរបស់បងប្អូនវាបានឆ្លុះបញ្ចាំងអំពីចំណេះដឹងនិងភាពចាស់ទុំរបស់បងប្អូនដែរឬទេប្រសិនបើបងប្អូនបានពិចារណានៅត្រង់ចំណុចនេះនឹងមើលឃើញថាត្រូវតែសង្វាតខិតខំប្រឹងប្រែងសិក្សាឲ្យបានច្រើនហើយពេលវេលាពីមួយឆ្នាំទៅមួយឆ្នាំគឺបង្ហាញអំពីភាពចាស់ជរានៃរាងកាយប៉ុន្តែបើយើងភ្លេចអភិវឌ្ឍខ្លួនរូបរាងកាយនេះចាស់ជរាទៅប៉ុន្តែបញ្ញារបស់យើងនឹងមិនចាស់ខ្លានោះទេបងប្អូនវ័យរបស់បងប្អូនគឺជាវ័យដែលកំពុងជួបប្រទះនៅអ្វីដែលថ្មីហើយក៏កំពុងតែជួបប្រទះនៅបទពិសោធន៍ថ្មីនិងចំណេះដឹងថ្មីជាច្រើនប្រសិនបើបងប្អូនមានពេលវេលានិងចេះក្តាប់ឱកាសបងប្អូននឹងក្លាយទៅជាមនុស្សចាស់ដោយខ្លួនឯងនៅអាយុវ័យក្មេងហើយបើសិនណាជាបងប្អូនមានការភ្ញាក់រលឹកហើយអាចឆ្លៀតពេលវេលាសិក្សានៅមេរៀនជីវិតពិតគឺប្រធមបងប្អូននឹងមានភាពចាស់ទុំកាន់តែខ្លាំងឡើងហើយបងប្អូនកុំគិតថាវ័យរបស់បងប្អូនមិនទាន់ដល់ពេលសិក្សា
ពីព្រោះបងប្អូនត្រូវដឹងថាជួបទុក្ខជួបបញ្ហារៀងរាល់ថ្ងៃជាពិសេសគឺកំពុងតែសិក្សានេះឯងជួបនៅការខកចិត្តជួបនៅការប្រកួតប្រជែងជួបនៅបញ្ហាព្រួយបារម្ភសម្រាប់អនាគតជីវិតនឹងហើយគឺជាបញ្ហាតែបើសិនបើបងប្អូនបានសិក្សាឲ្យយល់អំពីមាគ៌ានៃជីវិតពិតបងប្អូននឹងមានភាពរឹងមាំហើយនឹងមានមូលដ្ឋានគ្រឹះកាន់តែល្អនៅក្នុងខ្លួនដែលអាចធ្វើឲ្យបងប្អូនដកខ្លួនចេញអំពីទុក្ខទាំងអស់នោះបានយ៉ាងងាយការព្រួយបារម្ភនៅតែព្រួយបារម្ភបញ្ហានៅតែបញ្ហាប៉ុន្តែបងប្អូនមានចំណុចខ្លាំងមួយទៀតគឺបងប្អូនដឹងអំពីឫសគល់នៃបញ្ហាប្រសិនណាបងប្អូនចាប់ផ្ដើមសិក្សាប្រធរកាន់តែឆាប់បងប្អូននឹងមានភាពចាស់ទុំកាន់តែឆាប់ដូចគ្នាហើយបងប្អូននឹងក្លាយទៅជាមនុស្សដែលមានលំនឹងគឺពឹងពាក់ខ្លួនឯងបានចាសរុបមកចង់ផ្ញើសារទៅកាន់បងប្អូនថាស្របពេលដែលបងប្អូនបានប្រើប្រាស់ពេលវេលាដើម្បីកំសាន្តសប្បាយបងប្អូនត្រូវតែប្រើប្រាស់វាឲ្យបានជាប្រយោជន៍សម្រាប់ជីវិតផងដែរហើយពិធីបុណ្យចូលឆ្នាំវាបង្ហាញប្រាប់យើងថាយើងបានផ្លាស់ប្ដូរហើយក៏ចាស់ទៅតាមវ័យតាមពេលវេលានោះដែរតែដើម្បីឲ្យខ្លួនឯងកាន់តែចាស់ទាំងចិត្តចាស់ទាំងគំនិតនោះបងប្អូនអាចចាប់ផ្ដើមសិក្សាមេរៀនជីវិតគឺប្រធរដែលជាមេរៀនពិតសម្រាប់អ្នកគ្រប់គ្នាមិនមែនសម្រាប់តែអ្នកស្រុកណាមួយឬក៏សម្រាប់តែវ័យណាមួយនោះទេវាគឺជាមេរៀនជីវិតពិតសម្រាប់សត្វលោកដែលកើតមកជួបទុក្ខនេះឯងយើងរៀនវាដើម្បីកំណត់ដឹងនៅសេចក្តីទុក្ខហើយរស់នៅជាមួយនឹងសេចក្តីទុក្ខដោយភាពរឹងមាំចាខ្ញុំមានសារប៉ុណ្ណេះសូមអរគុណសូមជម្រាបលា